បាទជំរាបសួរពុកម៉ែបងប្អូនដែលរស់នៅក្នុងប្រទេសជប៉ុនអស់គ្នាផងដែរបាទហើយជាពិសេសបងប្អូនសិក្ខាកាមពលករគ្នាយើងបាទចឹងថ្ងៃនេះខ្ញុំចង់មកចែកម្លែកករណីមួយហើយដំបូងខ្ញុំចង់ឲ្យស្ដាប់សិនចាំខ្ញុំបញ្យល់និងបកស្រាយតាមក្រោយទៀតចឹងបាទもしもし。で、あなたは友達に先生に電話してるようですが、自分で、電話をしてくれないとあなたの気持ちがわかりません。わかりますか？私の言ってる話。私わからない。じゃあ、スン先生に電話してください、スンさん。あ、今いや、これ終わった後に。とりあえず、紙は書いてください。それをわからないって書かないんですよ。じゃあ、わからないんであれば、とりあえず書いてください。要は、わからないものにサインはしたくないっていうのを言ってるんです。じゃあ、ドイツで働かないという、その紙です。聞いてます？シカトしてます？もしもし。បាទចឹងតើតើនឹងករណីគាត់នេះបាទចឹងគាត់គឺចប់សិក្ខាកាម3ឆ្នាំហើយគាត់តទៅក្រុមហ៊ុនផ្សេងចឹងបាទចឹងកំឡុងពេលដែលគាត់តទៅក្រុមហ៊ុនផ្សេងហ្នឹងគឺវីសាគាត់គឺកំពុងតែរៀបចំឯកសារហើយគាត់មកដល់ក្រុមហ៊ុននេះភ្លាមគេបង្ខំឲ្យធ្វើការភ្លាមចឹងបាទហើយគាត់ក៏ទទួលយកគាត់បានហើយណាមួយធ្វើការភ្លាមចឹងគឺខុសច្បាប់ចឹងបាទហើយសម្រាប់គាត់គឺការងារខុសច្បាប់ហើយធ្វើការអត់បើកលុយឲ្យគាត់ហើយគឺបង្ខំគាត់ធ្វើការទៀតចឹងបាទចឹងគាត់អត់ព្រមធ្វើការទេហើយក៏ខាងក្រុមហ៊ុនខាងសមាគមគេហ្នឹងក៏តែងតែ call មកបង្ខំបែបហ្នឹងអញ្ចឹងក្នុងន័យហ្នឹងគឺក្រុមហ៊ុនគេបានបញ្ជាក់ថាទោះបីគាត់ធ្វើឬក៏អត់ធ្វើឬគេបណ្ដេញឬគាត់អីមិនក៏ដោយក៏គេបង្ខំឲ្យគាត់ហ្នឹងទៅសេក្តាស់ឈប់ខ្លួនឯងអញ្ចឹងបាទគេបណ្ដេញយើងហើយគេឲ្យយើងទៅសេក្តាស់លាឈប់ខ្លួនឯងបាទហ្នឹងគឺខុសហើយមួយទៀតទោះគេនិយាយថាទោះបីគាត់អត់យល់ឬក៏យល់នៅអ្វីដែលគេមិនក៏ដោយគឺនៅតែបង្ខំឲ្យគាត់សញ្ញេឈប់អញ្ចឹងបាទអញ្ចឹងអាហ្នឹងក៏ខុសទៀតដែរហើយមួយទៀតទាំងសមាគមទាំងក្រុមហ៊ុនអីគឺអត់មានសិទ្ធិមកបើកទ្វារយើងអត់មានអីមកនិយាយនៅក្នុងបន្ទប់យើងអីចឹងឯងបាទអញ្ចឹងគឺគេមានការដំណោះស្រាយគឺមានបន្ទប់ប្រជុំមានអីត្រឹមត្រូវអញ្ចឹងបាទអញ្ចឹងកន្លែងហ្នឹងក៏ខុសដែរហើយមួយទៀតអាការបង្ខំអាការគំរាមអាការហ្នឹងក៏ខុសច្បាប់ដែរអញ្ចឹងបើបងប្អូនណាជួបបញ្ហាបែបហ្នឹងឯងជាយាមរកអ្នកគ្រួយបល់ជាយាមរកអ្នកដោះស្រាយឬក៏ទៅស្ថាប័នអង្គការណាដែលគេអាចជួយបានអញ្ចឹងបាទហើយបើរកបានទេអាចឆាតមកខ្ញុំក៏បានដែរបាទអញ្ចឹងកុំឲ្យមានអាករណីគេគំរាមកំហែងករណីគេប្រខិតបង្ខំហើយករណីគេប្រើយើងទាំងយើងអត់ទាន់មានសិទ្ធិធ្វើការទាំងយើងកំពុងតការអីហ្នឹងគឺខុសច្បាប់ឯបាទអញ្ចឹងកុំធ្វើការទាំងខុសច្បាប់ឲ្យគេហើយក៏កុំធ្វើឲ្យក្រុមហ៊ុនខុសបែបហ្នឹងដែរអញ្ចឹងក្រុមហ៊ុនជប៉ុនខ្លះ